សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយទៀតហើយវីដេអូនេះគឺបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបក្នុងការ check មើល iCloud បាទនៅក្នុងទូរស័ព្ទ iPhone អញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាទិញទូរស័ព្ទឬក៏កំពុងតែប្រើហ្នឹងយើងចង់ដឹងថាទូរស័ព្ទរបស់យើងមានជាប់ iCloud ឬក៏អត់ណាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះបានបាទដំបូងឡើយពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅកន្លែង setting មកបន្ទាប់មកពុកម៉ែបងប្អូនទាំងអស់គ្នា scroll រកពាក្យថា general នេះបាទយើងចុចលើ general មកហើយបន្ទាប់មកយើងយកពាក្យថា about ហើយកន្លែងនេះពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការ copy នៅកន្លែង serial number នេះយើងចុចកន្លែងលេខចុចឲ្យជាប់មកវានឹងលោតពាក្យថា copy បាទអញ្ចឹងយើងចុចពាក្យថា copy នេះមកបន្ទាប់មកពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅកន្លែង internet មកចូលទៅក្នុង Chrome ឬក៏ក្នុង Safari អានេះយើងចូលមកហើយបន្ទាប់មកពុកម៉ែបងប្អូនទាំងអស់គ្នាចុច search មក search ពាក្យថា I unlock នេះបាទវាលោតដល់បាទនេះកន្លែង iunlocker.com នេះបាទយើងចុចលើហ្នឹងមកអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាចូលទៅកន្លែង iunlocker.com នេះបាទមាន logo sound នេះយើងចុចលើហ្នឹងមកបន្ទាប់មកពុកម៉ែបងប្អូនទាំងគ្នាក៏លេចមើលកន្លែងគេដាក់ពពកកន្លែង scan នេះបាទញ៉ាគេដាក់ទៅ check iCloud នេះយើងចុចលើ check iCloud ហ្នឹងមកហើយ scroll រកកន្លែងដែលមាន search បាទចុចលើហ្នឹងមកហើយយើង copy serial number ដែលយើងធ្វើការ copy មកហ្នឹងយើងធ្វើការផាសវាមកផាសចូលប្លោះហ្នឹងមកហើយយើងចុចពាក្យថា check អញ្ចឹងយើងរងចាំតិចទៅវាកំពុងតែធ្វើការ scan មើលបាទដោយសារទូរស័ព្ទខ្លះពុកម៉ែបងប្អូនទាំងគ្នាប្រើហ្នឹងអត់ដឹងទេបាទគេ bypass iCloud យើងអត់ដឹងថាជាប់ឬក៏អត់អញ្ចឹងយើងអាចមើលវីដេអូ check តាមរបៀបហ្នឹងបានបាទនេះបាទ scroll មកកន្លែងនេះគេដាក់ iCloud lock នេះគេដាក់ out សញ្ញាត្រួយចេញទេបាទអញ្ចឹង iPhone ដែលខ្ញុំធ្វើការ check នេះអត់មានជាប់ iCloud ទេបាទអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាអាចមើលវីដេអូហ្នឹងហើយអនុវត្តតាមទាំងអស់គ្នាបាទអរគុណសម្រាប់ការតាមដាន